កំពុងស្ពឺដីខេត្តកំណើតរូបខ្ញុំបានកើតនៅស្រុកឧដុង្គកំពុងស្ពឺដីខេត្តកំណើតរូបខ្ញុំបានកើតនៅស្រុកឧដុង្គពេលធំដឹងក្តីដើរលក់សារងតាមភូមិស្រុកជុំសម្បូរដើមថ្នោតពេលធំដឹងក្តីដើរលក់សារងតាមភូមិសម្បូរដើមថ្នោតមានមន្ទីរមានពេទ្យមានសាលាស្គមស្កៃមានសាលាស្គមស្កៃសម្ដេចលោកបានកសាងសម្ដេចលោកបានកសាងវត្តអារាមសាសនាមានសួនហាត់ប្រាណប្រជាសុខសាន្តគ្មានតត្រង់ណាភូមិបាត់ដឹងកន្លែងខ្ញុំរស់ទីឋានមានឈ្មោះពីរួលអឯគ្មានទេទន្លេបន្លាយបឹងព្រែកតែមានផ្លូវដែកខ្ញុំជិះរថភ្លើងមានទេទន្លេបន្លាយបឹងព្រែកតែមានផ្លូវដែកខ្ញុំជិះរថភ្លើងឮសូរសំឡេងភ្លេងការល្វើយល្វើយទឹកភ្នែកឥតស្បើយនឹកអ្នកខ្លាំងណាស់ឆ្នាំ2010ផ្លូវហុយមូលល្មីដេដាំងឥឡូវស្អាតណាស់ភូមិកំណើតអើយមានមន្ទីរមានពេទ្យមានសាលាស្គមស្កៃមានសាលាស្គមស្កៃសម្ដេចលោកបានកសាងសម្ដេចលោកបានកសាងវត្តអារាមសាសនាមានសួនហាត់ប្រាណប្រជាសុខសាន្តគ្មានតត្រង់ណាឮសូរសំឡេងភ្លេង